តែអញសូមរំលឹកឯងបន្តិចចុះប្រអប់សម្ងាត់លក្ខណៈបំពល់ក្នុងបន្ទប់អានសៀវភៅនោះត្រូវព្រះករុណាបញ្ជាឲ្យគេរុះរើចេញតាំងពីព្រឹកម្លេះឯរឿងដែលឯងចង់ទម្លាក់កំហុសលើព្រះអង្គគុំចាស់ធំព្រះករុណាក៏ទ្រង់ជ្រាបអស់ទៅហើយដែរមិនអាចទេអញមិនមែនជាកូនក្បត់រមិលគុណនោះទេព្រះរាជទាយាទទ្រង់គិតច្បាស់បន្តិចមើលទោះឥឡូវឯងសម្លាប់ខ្ញុំដើម្បីបញ្ចេញកំហឹងហើយដណ្ដើមបានតំណែងរាជទាយាទវិញក៏ដោយតើព្រះករុណាអាចទុកព្រះទ័យលើឯងទៀតទេចុះពួកមន្ត្រីព្រមចុះចូលឯងទេអញយករបស់ដែលជារបស់អញមកវិញតើវាខុសត្រង់ណាយកស្អីមកវិញអំណាចហ៎ឬមួយក៏កិត្តិយសគឺទាំងអស់ហ្នឹងយកទាំងអស់អញកើតមកគឺជារាជទាយាទស្រាប់ទៅហើយហេតុអីត្រូវឲ្យស្រីអត់ពូជអត់អំបូរដូចពួកឯងពីរនាក់មកបំផ្លាញអញ្ចឹងហាជីនស៊ូលោកម្ចាស់តាមពិតក្បាច់គុណលោកលយម្លេះមួយក្បាច់មិញនេះកប់សេរីហ្មងណែជាងជីនស៊ូយីអាល្ងងព្រោះស្នេហ៍នេះអញនិយាយចប់នៅគឺមិនសម្លាញ់ដូចខ្ញុំទេដែលជាអ្នកជួយអញនោះចុះឯងថាលទ្ធផលមិញនឹងល្អអត់អំបាញ់មិញរីទីយិតភ័យប៉ះសោះអត់ហើយក៏បញ្ចេញកំហុសមកទាំងអស់មកក៏ពិបាកដល់លោកម្ចាស់ដែរតែទើបតែជាសេះស្បើយគួរតែនឹកសោយនៅឡើយទេឥឡូវលោកមានអារម្មណ៍ថាម៉េចដែរនាងពិតជាក្លាហានមែនចុះបើមានរឿងអីនឹកស្មានមិនដល់តើគិតម៉េចទៅខ្ញុំមិនខ្លាចទេតើពួកយើងជាបងប្អូនទេវតាសំណាងតើហើយលោកម្ចាស់ក៏ធ្លាប់កំសត់កំមឆ្លងកាត់ស្លាប់រស់ជាមួយពួកយើងដែរតែថាអរគុណលោកម្ចាស់ហើយណាមិនបាច់ទេគឺពួកនាងជាអ្នកជួយសង្គ្រោះខ្ញុំហើយថែមទាំងលំបាកដោយសារខ្ញុំទៀតខ្ញុំជួយតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានវាជារឿងដែលគួរធ្វើហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅមានរឿងនៅសាលាទេវតាភ្នំនោះទៀតតាមពិតទៅរាល់ពេលដែលពួកនាងមកសួរសុខទុក្ខខ្ញុំពាក្យដែលពួកនាងនិយាយខ្ញុំមើលទាំងអស់ហ្នឹងខ្ញុំមើលទាំងអស់តើអ្នកនាងជាងអ្នកនាងស៊ូតើពួកនាងជាអ្នកណាឲ្យប្រកាសហេតុអីបានដឹងអាចកំបាំងរបស់រាជទាយាទច្រើនម្លេះហើយហាក់ដូចជារឿងរបស់ខ្ញុំក៏ពួកនាងដឹងច្បាស់ដូចថ្ងៃអញ្ចឹងដែរចប់ហើយប្រពន្ធឯងជួយផងក្នុងសាច់រឿងមិនមានសរសេរឈុតនឹងផងជូនពរឲ្យឯងសំណាងល្អចុះអញ្ចឹងអូមែនតើអ្នកនាងជាងនៅមានរឿងមាស 10000 ដំឡឹងនោះទៀតសន្លប់ទៀតហើយពិតជាអន្ទាក់មែនវ៉ៃយាននិងជាងជីនស៊ូនិយាយត្រូវហើយយើងខ្លាចជាអាយ៉ងរបស់ពួកវាសោះតែថាយើងក៏មិនបានយកត្រារាជទាយាទមកដែរចាត់ទុកថាស្មើគ្នាពេលវ៉ៃយានដឹងខ្លួនក្តារអុកមួយនេះក៏រស់ឡើងវិញដែរដុតបំផ្លាញខុបខិតជាមួយជនបរទេសចាប់ចម្រិតប៉ុនប៉ងធ្វើឃាតស្ដេចរាជទាយាទម្នាក់នេះជីងមីងឯងធ្វើឲ្យយើងខកចិត្តខ្លាំងណាស់សូមព្រះបតាបន្ធូរកំហឹងផងរៀបចំរាជសារទៅភស្តុតាងរបស់ព្រះរាមពិតជាច្បាស់លាស់ណាស់ព្រះបតាបានចេញរាជសារទម្លាក់តំណែងបាត់ទៅហើយពេលនេះត្រូវឃុំខ្លួននៅគុកសុងរិនឯបកពួកក៏ត្រូវផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរ៉ឹងដែរលើកនេះពិតជាអរគុណលោកម្ចាស់និងអ្នកនាងទាំងពីរហើយរឿងហ្នឹងការដែលលោកម្ចាស់សន្លប់ម្ដងទៀតក៏ចាត់ទុកថាសំណាងក្នុងគ្រោះអាក្រក់ដែរច្បាស់ជាឆាប់ដឹងខ្លួនវិញមិនខានលោកជំទាវឈិនមិនបាច់បារម្ភពេកទេពេទ្យធ្លូងបានប្រាប់ហើយតើគាត់គ្រាន់តែគេងលងលក់បន្តិចប៉ុណ្ណោះគ្មានបញ្ហាធំដុំទេ
ប្រហែលជាទៅតែដឹងខ្លួនតែត្រូវជួបរឿងធំបែបនេះក៏ហត់អោព្រះគុណព្រះអង្គម្ចាស់ទី3ចេញវាងអោព្រះគុណព្រះអង្គម្ចាស់3អូមិនមែនទេអោព្រះគុណព្រះអង្គម្ចាស់រាតិយាតខ្ញុំម្ចាស់មិនអីទេព្រះអង្គម្ចាស់រៀបចំផែនការបានល្អភូមិគ្រឹះយើងខ្ញុំគ្រាន់តែធ្វើតាមតែប៉ុណ្ណោះគ្រាន់តែអាណិតដល់កូនប្រុសខ្ញុំនិងអ្នកនាងទាំងពីរអរគុណអ្នកនាងទាំងពីរដែលបានជួយសង្គ្រោះអំបញ្ញមិញឥឡូវត្រូវរងចាំគាត់ដឹងខ្លួនសិនទើបអាចធ្វើតាមពាក្យសន្យាបានសង្ឃឹមថាអ្នកនាងទាំងពីរអាចស្នាក់នៅទីនេះបានយូរបន្តិចចុះណាលោកជំទាវមានប្រសាសន៍ធ្ងន់ពេកហើយពួកយើងទៅវិញទេដែលមករំខាននោះរឿងធំពេកនេះចប់សពគ្រប់ហើយតើវាមិនមែនជារឿងល្អទេអីចប់ហើយមែនទេតែមិនក៏ខ្ញុំមានអារម្មណ៍ថាវាទើបតែចាប់ផ្ដើមអញ្ចឹងខ្ញុំយល់ស្របទោះកំចាត់រាតិយាតបានតែបាក់ពួកវាមិនទាន់អស់ទេអ្នកនាងទាំងពីរជាសាក្សីដ៏សំខាន់និងជាអ្នកមានគុណបើមិនប្រកាន់ទេខ្ញុំមានភូមិគ្រឹះទំនេរមួយអាចជូនទៅអ្នកនាងទាំងពីរបានបេសកកម្មបានបញ្ចប់រង្វាន់ភូមិគ្រឹះនៅរាជធានីមួយនឹងមាស 9,000 ដំឡឹងទេប្រព័ន្ធឯងនេះលេងខូចឆ្មងព្រមព្រៀងគ្នា 10,000 ដំឡឹងតើនឹងហើយពួកយើងខំប្រឹងចង់ងាប់ហើយគិតមិនយល់សោះហ្មងរបស់ដែលឯងចង់បានយកមកដល់ហើយអញនឹងរងចាំពួកឯងនៅឋាននរកវើយបងពីរឡូឡាឆ្អែតនៅដល់ពេលត្រូវធ្វើរឿងសំខាន់ហើយ